សួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូដែលនេះខ្ញុំបានទៅលេងនៅcamping នៅ San Diego នៅ Floating Cabin ហ្នឹងគឺនៅលើទឹកបងប្អូនហើយនិយាយទៅនេះគឺជា first experience ដែលខ្ញុំហើយនឹងក្រុមគ្រួសារបានទៅគេងនៅលើផ្ទះនៅលើទឹកអញ្ចឹងនិយាយទៅ cabin គេហ្នឹងគឺនៅលើទឹកហ្នឹងគឺមានតែ3ឯងប៉ុន្តែនៅកន្លែងcamping ហ្នឹងគឺគេមានកន្លែង cabin ច្រើនទេគ្រាន់ថាគេមិននៅធ្វើនៅលើទឹកអញ្ចឹងបងប្អូនប៉ុន្តែ cabin នៅលើទឹកហ្នឹងគឺមានតែ3ឯងហើយនិយាយទៅគឺពេលនៅយើងចូលក្នុង cabin ហ្នឹងគឺមានអីគ្រប់សពដូចនៅក្នុងផ្ទះយើងអញ្ចឹងបងប្អូនមានសាឡុងមានចក្រានបាយមានកន្លែង barbecue អាំងសាច់មានខែគេងបន្ទប់ទឹកបន្ទប់អីអញ្ចឹងបងប្អូនហើយទូរទស្សន៍អីអញ្ចឹងគេឲ្យយើងមកចាប់សពគ្រប់ហើយគេឲ្យចានស្លាបព្រាអីយើងផងដែរសម្រាប់ឆុងពេលព្រឹកអីមានសម្រាប់ឆុងកាហ្វេឆុងអីឲ្យយើងគ្រប់សពអញ្ចឹងណាហើយតម្លៃជួលវិញអត់ជាថ្លៃម៉ាទេនិយាយទៅមួយយប់ជាង200អញ្ចឹងនាងខ្ញុំស្នាក់នៅ2យប់អញ្ចឹងយើងអស់ជាង400អញ្ចឹងបងប្អូនបើបងប្អូនចង់ដឹងតម្លៃនេះខ្ញុំប្រាប់ឲ្យហើយនៅនេះគេហៅថា Sandy Lake បងប្អូននៅ San Diego បងប្អូនចាប់អារម្មណ៍បងប្អូននៅអាមេរិកនៅខាងកាលីហ្វ័រញ៉ាអាចចុចមើលទៅគឺដឹងហើយនិយាយទៅគឺស្អាតមែនតែនហើយសប្បាយនេះខ្ញុំមកលើកទី1ឯងហើយក៏បានថតវីដេអូជូនបងប្អូនអញ្ចឹងទៅហើយឃើញទេនៅក្នុងថតតុកថតទូអីអញ្ចឹងខ្ញុំបើកមើលមកចាប់សពគ្រប់ហ្មងឲ្យដឹងថាមានអីខ្លះអញ្ចឹងណាបងប្អូននិយាយទៅគេមានឲ្យយើងមកចាប់ហើយបញ្ជាពីទេសភាពនៅជុំវិញcabin ហ្នឹងវិញគឺស្រស់ស្អាតអមដោយជុំវិញដោយទឹកតែម្ដងលេខបងប្អូនដូចស្ទឹងអញ្ចឹងណាគ្រាន់តែគេអត់ឲ្យយើងចោះងូទេប៉ុន្តែយើងអាចចែកទូកចែកឲ្យលេងហើយស្ទូចត្រីអីអញ្ចឹងបងប្អូនខ្ញុំហើយនឹងប្អូនថ្លៃខ្ញុំបានមកកក់ម្នាក់មួយអញ្ចឹងទៅហើយគេឲ្យទូកមក cabin អញ្ចឹងគេឲ្យទូកយើងមួយសម្រាប់ជាគេហៅ paddleboard អញ្ចឹងបងប្អូនហើយនេះនាំគ្នាជិះលេងនិយាយទៅសប្បាយមែនតែនហើយពេលខ្ញុំទៅនឹងគឺនៅត្រជាក់អញ្ចឹងពេលព្រឹកពេលថ្ងៃអីអត់សូវអីទេប៉ុន្តែពេលយប់ឡើងចាប់ពីម៉ោង8 9យប់អូត្រជាក់ខ្លាំងមែនតែនហើយពួកខ្ញុំស្ទូចត្រីអ្នកស្ត្រីស្ទូចបានធំដែរហើយនេះខ្ញុំធ្វើអត់ដឹងធ្វើអីញ៉ាំក៏ធ្វើថាគោញ៉ាំអីចឹងបងប្អូនហើយនៅក្នុងផ្ទះស្រួលផ្កាត់ភ្លើងផ្កាត់អីយើងបាច់ទៅក្រៅអីទេបងប្អូនហើយយើងទៅយើងនាំគ្នាជិះទូកជិះអីលេងអញ្ចឹងណានិយាយទៅ2ថ្ងៃសប្បាយមួយយ៉ាងហើយគ្រូសាខ្ញុំក៏ជួយចិត្តស្ទូចត្រីអញ្ចឹងទៅស្ទូចត្រីបានបាច់បោះអីទៅឆ្ងាយទេនៅចិត្តតាcabin យើងហ្នឹងបានត្រីឡើងធំអានេះខ្ញុំបោះរូបមួយចំនួនដែរថតនៅ cabin ហ្នឹងជាមួយក្រុមគ្រួសាររូបត្រីរូបអីហើយនេះគឺជា breakfast ដែលពួកខ្ញុំធ្វើញ៉ាំព្រឹកឡើងអញ្ចឹងណាបងប្អូននិយាយទៅគឺសប្បាយបើបងប្អូនចង់មកលេងកុំភ្លេច search មើលនៅ San Diego California Sandy Lake និយាយទៅមានសពគ្រប់ទាំងអស់យើងគ្រាន់តែកក់មុនអញ្ចឹងណាអរគុណច្រើនបាយបាយ